ជំងឺអាសន្នរោគដែលសម្រាប់មនុស្សច្រើនបំផុតនៅលើពិភពលោកនឹងឲ្យតើគ្នាបាននិយាយអំពីជំងឺអាសន្នរោគនៃណាក៏ខ្លាចរអាដែរដូចជាជំងឺ COVID-19 អីចឹងទៅប៉ុន្តែថ្ងៃនេះខ្ញុំនឹងនាំអ្នកតើគ្នាមកស្គាល់អំពីជំងឺអាសន្នរោគដែលសម្រាប់មនុស្សច្រើនបំផុតនៅលើពិភពលោកទាំង9ជំងឺឆ្លងទី1 The Plague of Athens កាលឡើងអំឡុងឆ្នាំ430មុនគ្រិស្តសករាជអំឡុងសង្គ្រាមពេឡូប៉ូនេស៊ីរវាងទីក្រុងអាតែនជាមួយនឹងស្ប៉ាតាបន្ទាប់ពីបញ្ចប់សង្គ្រាមរវាងអាតែនជាមួយស្ប៉ាតាប្រជាជនអាតែនភាគច្រើនបានជម្លៀសខ្លួនមកនៅជាប់ជាមួយជញ្ជាំងក្រុងអាតែនការរស់នៅជុំគ្នាដោយមិនមានអនាម័យបានបង្កឲ្យមានជំងឺរាគរូសពីម្នាក់ទៅម្នាក់បង្កើតទៅជាជំងឺអាសន្នរោគដ៏ធំដែលធ្វើឲ្យប្រជាជនអាតែនបាត់បង់ជីវិតប្រមាណជា1/3នៃប្រជាជនសរុបរួមមានទាំងទាហាននិងប្រជាជនធម្មតាសូម្បីតែមេដឹកនាំកម្ពុជានៃទីក្រុងអាតែនក៏បាត់បង់ជីវិតអំឡុងពេលឆ្លងជំងឺអាសន្នរោគនឹងផងដែរប៉ុន្តែគេគឺមិនអាចដឹងបានទេថាជំងឺអាសន្នរោគនោះគឺជាជំងឺអ្វីត្រឹមតែសន្និដ្ឋានថាជាជំងឺកញ្ជ្រឹលឬក៏ជាជំងឺអិចធំអីចឹងទៅទីក្រុងអាតែនគឺចុះទង់ខ្សោយខ្លាំងមែនទែនអំឡុងពេលឆ្លងជំងឺអាសន្នរោគមួយនោះជំងឺឆ្លងទី2 Anthony Black កាលឡើងនៅចក្រភពរួមអំឡុងឆ្នាំ165នៃគ្រិស្តសករាជហើយមូលហេតុនៃការឆ្លងជំងឺហ្នឹងគឺគេសង្ស័យថាគឺចម្លងមកពីទាហានដែលត្រឡប់មកមាតុភូមិវិញរយៈពេលនៃការឆ្លងជំងឺនឹងប្រមាណជា15ឆ្នាំប៉ុន្តែត្រឹមរយៈពេល15ឆ្នាំទេគឺបានសម្លាប់ប្រជាជននៅចក្រភពរួមប្រមាណជា10លាននាក់នៃប្រជាជនសរុបហើយ2000នាក់គឺស្លាប់ជារៀងរាល់ថ្ងៃបន្ទាប់ពីឆ្លងជំងឺ Anthony Black មួយហ្នឹងអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថាជំងឺឆ្លងនៅពេលនោះគឺជាជំងឺអុចធំដែលយើងហៅនៅពេលបច្ចុប្បន្ននេះដែលសម្រាប់ប្រជាជននៅចក្រភពរួមប្រមាណជា10លាននាក់នឹងឯងដែលធ្វើឲ្យចក្រភពរួមគឺចុះអន់ថយនិងដុនដាបខ្លាំងមែនទែនអំឡុងឆ្លងជំងឺអាសន្នរោគរយៈពេល15ឆ្នាំហ្នឹងជំងឺឆ្លងទី3 Anthony Black គឺជាជំងឺឆ្លងមួយដែលគេរាប់ថាជាជំងឺឆ្លងដែលសម្រាប់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រដែលចាប់ផ្ដើមដំបូងនៅប្រទេសអេស៊ីបអំឡុងឆ្នាំ541នៃគ្រិស្តសករាជនិងរីករាលដាលទៅតាមបណ្ដាប្រទេសផ្សេងៗដែលនៅជាប់ជាមួយនឹងសមុទ្រ Mediterranean ហើយអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថាជំងឺ Anthony Black នេះគឺមានលក្ខណៈដូចគ្នាមែនទែនជាមួយនឹងជំងឺកាស្លាប់ពណ៌ខ្មៅនៃសតវត្សទី14ក្នុងប្រវត្តិសាស្ត្រគេមិនបានបញ្ជាក់ច្បាស់ទេថាជំងឺនឹងគឺឆ្លងរយៈពេលប្រមាណឆ្នាំប៉ុន្តែមានមនុស្សដែលស្លាប់ដោយសារជំងឺនឹងប្រមាណជា50លាននាក់ដែលស្មើនឹង26% នៃប្រជាជនសរុបទូទាំងពិភពលោកហើយនឹងមានមនុស្ស5000ទៅ10000នាក់គឺស្លាប់ជារៀងរាល់ថ្ងៃដោយសារជំងឺ Anthony Black មួយហ្នឹងដើមហេតុដែលឆ្លងជំងឺមួយនេះគឺបណ្ដាលមកពីសត្វចៃមួយប្រភេទដែលរស់នៅលើខ្លួនកណ្ដុរឬក៏កំប្រុកដែលបញ្ចេញមេរោគទៅតាមបរិយាកាសនិងស្រូបចូលតាមរយៈផ្លូវដង្ហើមរបស់មនុស្សដែលបង្កឲ្យមានជំងឺ Anthony Black ហ្នឹងឡើងមកដែលវាស្រដៀងគ្នាមែនទែនជាមួយនឹងជំងឺ COVID-19 ដែលកើតឡើងអំឡុងឆ្នាំ2020របស់យើងនឹងឯងអ្នកទាំងអស់គ្នាខ្លាចជំងឺអាសន្នរោគអត់ជួយ comment នៅក្រោមវីដេអូនឹងផងហើយជួបគ្នានៅវីដេអូភាគ2និងភាគ3បន្តទៀតfollow ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទជួបគ្នាវីដេអូក្រោយ